ក្រុមអ្នករត់ម៉ូតូកង់3ប្រមាណ50នាក់បានប្រមូលផ្ដុំគ្នាកាលពីថ្ងៃទី15ខែឧសភាឆ្នាំ2026នៅខាងមុខក្រុមហ៊ុន Grab ដើម្បីទាមទារឲ្យក្រុមហ៊ុនកាត់បន្ថយការយកតម្លៃជើងសារដំឡើងតម្លៃដឹកជញ្ជូននិងផ្ដល់កិច្ចគាំពីសង្គមការតវ៉ានេះធ្វើឡើងដើម្បីឲ្យក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូន Grab បញ្ចុះកម្រៃជើងសាររួមនឹងការទាមទារនៅលក្ខខណ្ឌមួយចំនួនទៀតដែលតាក់ទងទៅនឹងកិច្ចគាំពីសង្គមនេះបើតាមលោកវ៉ាន់ពៅប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA ប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធ IDEA លោកវ៉ាន់ពៅបានដឹងថាអ្នករត់ម៉ូតូកង់3ដែលបានប្រមូលផ្ដុំគ្នានៅខាងមុខក្រុមហ៊ុន Grab បានទាមទារ5ចំណុចសំខាន់ៗដូចជាក្រុមហ៊ុនត្រូវបញ្ឈប់ការប្លុកឬបិទអាបដោយគ្មានហេតុផលកាត់បន្ថយកម្រៃជើងសារត្រឹមតែ 8% និងដំឡើងតម្លៃនៃការដឹកជញ្ជូនផ្ដល់ការគោរពនិងឲ្យតម្លៃដល់អ្នកបើកបរឲ្យស្មើនឹងអតិថិជនរួមនឹងការផ្ដល់កិច្ចគាំពីសង្គមដល់អ្នកបើកបរដឹកជញ្ជូនផងដែរលោកកាន់ឈុនណាតប្រធានផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់ក្រុមហ៊ុន Grab បានប្រាប់វិទ្យុបារាំងអន្តរជាតិនៅថ្ងៃទី16ឧសភានេះថាលោកបានទទួលញត្តិពីភាគីសមាគមដែលបានលើកឡើងពីផលវិបាកនានាដែលផ្ដើមចេញពីការកើនឡើងនៃតម្លៃប្រេងឥន្ធនៈតែលោកថានៅក្នុងញត្តិមិនបានបញ្ជាក់នៅចំណុចមួយចំនួនដែលជាការទាមទារផ្លូវការពីសមាជិកសមាគមទេពលគឺលោកបានឃើញការទាមទារទាំងនោះនៅតាមបណ្ដាញសង្គមទោះយ៉ាងណាតំណាងផ្នែកទំនាក់ទំនងកិច្ចការសាធារណៈរបស់ក្រុមហ៊ុនរូបនេះដដែលបញ្ជាក់ថាក្រុមហ៊ុននឹងជួបពិភាក្សាជាមួយភាគីសមាគមបើសិនជាមានការស្នើសុំណាមួយនៅពេលខាងមុខដោយឡែកអ្នកនាំពាក្យក្រសួងការងារលោកស៊ុនមេសាបានប្រាប់ AFE ដែរថាក្រសួងកំពុងប្រមូលព័ត៌មានពាក់ព័ន្ធនឹងបញ្ហារបស់អ្នករត់ម៉ូតូកង់3ដែលប្រើប្រាស់សេវារបស់ក្រុមហ៊ុន Grab ទើបក្រសួងតម្រូវឲ្យមានការជួបតែជាមួយអ្នករត់ម៉ូតូកង់3ជាមុនសិននៅព្រឹកថ្ងៃសៅរ៍នេះតាមលោកស៊ុនមេសាទោះបីការប្រជុំថ្ងៃនេះបានខកខានក៏មន្ត្រីក្រសួងនឹងរកវិធីជួបពិភាក្សាជាថ្មីជាមួយពួកគេមុនការប្រជុំនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយជាការប្រជុំដែលនឹងមានការចូលរួមពីក្រុមហ៊ុនផ្ដល់សេវាដឹកជញ្ជូនផ្សេងទៀតសូមបញ្ជាក់ថាអំឡុងពេលមានការតវ៉ានៅទីស្នាក់ការក្រុមហ៊ុន Grab កាលពីថ្ងៃសុក្រម្សិលមិញក្រសួងការងារបានកោះអញ្ជើញក្រុមអ្នករត់ម៉ូតូកង់3ឲ្យទៅចូលជួបពិភាក្សាគ្នានៅម៉ោង3រសៀលនាថ្ងៃដដែលតែដោយសារមិនមានពេលវេលាគ្រប់គ្រាន់ជំនួបរវាងអ្នករត់ម៉ូតូកង់3និងក្រសួងការងារក៏ត្រូវលើកពេលមកព្រឹកថ្ងៃសៅរ៍នេះវិញនេះបើតាមការដឹងពីលោកវ៉ាន់ពៅនិងបន្ថែមថាកិច្ចប្រជុំជាមួយក្រសួងការងារនៅព្រឹកថ្ងៃសៅរ៍នេះត្រូវបានលុបចោលទៀតដោយសារតែរូបលោកមិនត្រូវបានក្រសួងការងារអនុញ្ញាតឲ្យចូលរួមគួររំលឹកថាអ្នករត់ម៉ូតូកង់3ឲ្យក្រុមហ៊ុន Grab បានចេញតវ៉ាជាបន្តបន្ទាប់តាំងពីខែមេសាដើម្បីស្នើឲ្យក្រុមហ៊ុនគិតគូរបន្ថយការយកកម្រៃជើងសារក្នុងស្ថានភាពដែលតម្លៃប្រេងឥន្ធនៈហក់ឡើងខ្ពស់ខ្លាំងតែការតវ៉ារបស់អ្នករត់ម៉ូតូកង់3លើកមុននោះមិនបានផ្ដោតលើការទាមទារការគាំពារសន្តិសុខសង្គមទេព្រោះអ្វីដែលពួកគេចង់បានជាចម្បងនោះគឺផលកម្រៃសមរម្យចំពោះការផ្ដល់សេវាដឹកជញ្ជូនតែប៉ុណ្ណោះ